សូមជូនរឿងមាតុភូមិខ្ញុំជីវិតខ្ញុំប្រឡំលោកមាតុភូមិខ្ញុំជីវិតខ្ញុំជាប្រឡំលោកខ្នាតខ្លីនិយាយអំពីវីរភាពរបស់កូនខ្មែរម្នាក់បានស្ម័គ្រចិត្តចូលបម្រើជាកងទ័ពក្នុងសម័យកាលស្រុកកើតពលយុគស្រុកមានសង្គ្រាមព្រមទាំងបានលះបង់កម្លាំងកាយចិត្តនិងពេលវេលាការពារទឹកដីជូនជាតិមាតុភូមិនិងសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដោយមិនបានគិតពីសេចក្តីសុខផ្ទាល់ខ្លួននិងក្រុមគ្រួសារឡើយខ្យល់រងាដើមខែវិច្ឆិកាបានបាក់បោកលាន់ឬសូររោកលើដំបូលផ្ទះប្រក់ស្លឹកក្នុងភូមិដ៏តូចមួយដែលស្ងាត់ជ្រងំសុភ័ក្រសម្លឹងមើលផ្ទះស្លឹកតូចរបស់ខ្លួនដោយកែវភ្នែកស្រទន់ក្នុងដៃរបស់គេមានកាបូបយោធាមួយដែលផ្ទុកទៅដោយសម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ធ្វើខ្លួនព្រមទាំងរូបថតគ្រួសារមួយសម្លឹកផងដែរតើបងត្រូវទៅហើយមែនទេសោភាជាប្រពន្ធសួរទាំងសម្លេងមួយដើមផងរហូតដល់កូនតូចដែលកំពុងតែដេកក្នុងអង្រឹងញាក់ដឹងខ្លួនហើយក៏យំសឹកសួលក្នុងអង្រឹងនិងថត់ចិត្តបាត់ដឹងថាត្រូវព្រាឆ្ងាយពីឪពុកសុភ័ក្រអោបប្រពន្ធហើយពោលដោយសម្លេងម៉ឺងម៉ាត់ថាបើបងមិនទៅតើអ្នកណានឹងការពារជាតិមាតុភូមិយើងបើទីហ៊ានគ្រប់គ្នាខ្លាចរអាការចាក់ចេញតើកូននិងអូនមានសុខសន្តិភាពនិងអាចគេងលក់ស្រួលបែបនេះដោយរបៀបណាការលាគ្នាថ្ងៃនេះមានពាក្យសន្យាអ្វីក្រៅពីពាក្យថាបងនឹងវិលមកវិញមកជួបជុំអូននិងកូននៅពេលដែលសុខទេសយើងបានសុខសាន្តស្រាសុភ័ក្រដើរចេញពីភូមិឆ្ពោះទៅកាន់រថយន្តដែលពីឈប់ចាំនៅមុខផ្ទះដើម្បីដឹកជូនទៅកាន់សមរភូមិជួរភ្នំដងរែកដែលជាកន្លែងត្រូវបានពួកសត្រូវកំពុងរំលោភបំពានឃ្លានពានដែនអធិបតេយ្យដោយចោលចង្រៃគោលគឺឈាមរទេរថីឃ្លានពានទឹកដីកម្ពុជាយើង3 ខែបានកន្លងផុតទៅសុភ័ក្រលែងជាកសិករដែលកាន់កាប់និងពលទៀតហើយគេគឺជាយោធាការពារដែនដីដ៏រឹងមាំនិងក្លាហានម្នាក់ជីវិតរស់នៅក្នុងព្រៃសម័យកាលមានសង្គ្រាមមិនងាយស្រួលដោយការគិតនោះឡើយមុខសត្វផ្សេងនិងដីពួកស្អិតបានคล้ายជាមិត្តប្រចាំថ្ងៃរបស់កងកម្លាំងជួរមុខយើងគ្រប់គ្នាយប់នេះយើងត្រូវយាមនៅចំណុចអូត្រាសម្លេងមេបញ្ជាការបានអន្លើចេញពីជំរងដែលធ្វើពីតង់និងគ្របដណ្ដប់ទៅដោយមែកឈើហើយសុភ័ក្រកំពុងអង្គុយហូបបាយកកជាមួយនឹងប្រហុកជារឿយគេងើយមើលសម្បត្តិដែលបានគេសរសេរទុកដាក់នៅក្នុងហូបបាល់អាវសោកជាអើយនៅទីនេះត្រជាក់ណាស់តែបងក៏ខ្នើក្នុងដួងចិត្តព្រោះដឹងថាគ្រប់ជំហានដែលបងដើរល្បាតគឺដើម្បីរក្សាសុខសុវត្ថិភាពឲ្យពុកម៉ែឲ្យអូននិងកូនតូចព្រមទាំងជូនជនរួមជាតិរបស់យើងទាំងអស់គ្នានិងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងមេឃងងឹតស្លុបស្រាប់តែសម្លេងទុកអាវុធបន្លឺឡើងពីទិសខាងកើតសត្រូវបំរុងនឹងវាយលុកចូលកាន់កាប់ប៉ុស្តិ៍យាមរបស់កម្ពុជាត្រៀមអាវុធគ្នាយើងសុភ័ក្របានស្រែកបន្លឺឡើងតាមដល់មិត្តរួមអាវុធនៅក្នុងក្រុមរាប់អំភ្លើងហោះពីលើក្បាលដូចវងមុំហោះហើរសុភ័ក្រនិងមិត្តភ័ក្តិមិនបានខ្លាចស្លាប់នោះទេគេនឹកឃើញដល់ទឹកដីកំណើតដែលដូនតាបានបន្សល់ទុកឲ្យ
ពីបានលូនកាត់បន្លារហូតដល់អាចបោះគ្រាប់បែកកំទេចពួកសត្រូវតែលបចូលមកយប់នោះសន្តិភាពត្រូវបានរក្សាទុកដោយឈាមនិងញើសស្រស់ៗរបស់បងប្អូនកងទ័ពជួរមុខកម្ពុជាយើងរាត្រីនៅសមរភូមិជួរមុខស្ងាត់ជ្រងំសល់តែសំឡេងសត្វយំឆ្លងផ្លូវគ្នាសុភ័ក្រអង្គុយផ្អែកខ្នងនឹងដើមឈើធំមួយសម្លឹងមើលទៅដួងប្រខែពេញបូរមីដែលភ្លឺត្រចះត្រចង់តាមចន្លោះមែកឈើនិងស្លឹកឈើគេដករូបថតមួយសន្លឹកពីហោប៉ៅអាវមកថើបដោយគិតក្នុងចិត្តស្រមៃនឹកឃើញសោភាកំពុងតែបំពេកូនក្រោមពន្លឺដួងច័ន្ទដូចគ្នានៅលើអន្រឹងមុខផ្ទះទោះបីនឹករលឹកដល់ប្រពន្ធកូននិងគ្រួសារយ៉ាងណាក៏ដោយក៏សុភ័ក្រដឹងថាបើគេបោះបង់ទីតាំងការពារនៅពេលនេះសត្រូវនឹងឆ្លងកាត់មកដល់ភូមិឋានជាមិនខានការនឹកកូនប្រពន្ធបានខ្លាយជាកម្លាំងចិត្តមិនមែនជាភាពទន់ខ្សោយឬភាពទន់ជ្រាយដល់សុភ័ក្រឡើយរដូវវស្សាចូលមកដល់លៀងធ្លាក់រាល់យប់មិនដាច់សូន្យស្បៀងអាហារដែលធ្លាប់តែមានក៏ចាប់ដើមខ្សត់ខ្សោយដោយសារមានការលំបាកនៅក្នុងការដឹកជញ្ជូនជូនដល់កងទ័ពនៅជួរមុខសុភ័ក្រនិងមិត្តរួមអាវុធត្រូវហូបបន្លែផ្លែឈើនិងអាហារក្រៀមឬបេះបន្លែព្រៃយកមកលៃស្លជាមួយនឹងត្រីខកំប៉ុងដែលជារបបរបស់កងយុទ្ធពលខេមរៈភូមិបន្ទយើងជំងឺគ្រុនចាញ់ចាប់ដើមលុកលុយយុទ្ធជនយើងគ្រប់គ្នាប៉ុន្តែគ្មានយុទ្ធជនណាម្នាក់រអ៊ូរទាំចំពោះបញ្ហានេះឡើយពួកគេដេកលើដីសើគ្របកង់ចាស់ប៉ុន្តែអាវុធក្នុងដៃតែងតែស្ងួតជានិច្ចដើម្បីត្រៀមកំទេចពួកខ្មាំងសត្រូវដែលមានបំណងឆ្លងចូលមកគ្មានយាយីទឹកដីនៃកម្ពុជាក្នុងសមរភូមិការជឿជាក់លើគ្នានិងចេះជួយទុកធុរៈគ្នាគឺជារឿងសំខាន់បំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃសុភ័ក្រមានមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះថាសុខដែលតែងតែចែករំលែកសុខទុក្ខគ្រប់យ៉ាងព្រមទាំងតែងតែនិយាយរឿងរ៉ាវក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកមិនដែលលាក់លៀមជាមួយគ្នាឡើយថ្ងៃមួយពេលដែលកំពុងល្បាតសុខបានជន់មីនដែលសត្រូវបង្កប់ទុកសុភ័ក្របានស្ទុះទៅត្រកងមិត្តសុខក្នុងរង្វង់ដៃទាំងពីរគ្នានៅមានដង្ហើមចុងក្រោយសុខបានសុខប្រាប់មកកាន់សុភ័ក្រថាជួយការពារទឹកដីយើងបន្តផងមិត្តសម្លាញ់គ្នាទៅនៃនេះហើយមរណភាពរបស់មិត្តរួមអាវុធសុខបានធ្វើឲ្យសុភ័ក្រកាន់តែបញ្ញាចិត្តថាមិនអនុញ្ញាតឲ្យសត្រូវឈានជើងចូលមកឈានពៀនដែនដីមាតុភូមិបានសូម្បី1មីលីម៉ែត្រឡើយស្ថានភាពកាន់តែតឹងតែងទៅសត្រូវបានប្រមូលផ្ដុំគ្នាជាច្រើនសន្ធឹកសន្ធាប់ត្រៀមវេលុកមកលើដែនដីកម្ពុជាសុភ័ក្រត្រូវបានគេតែងតាំងជាប្រធានក្រុមដឹកនាំកងកម្លាំងការពារបន្ទាត់ព្រំដែនជួរភ្នំដងរែកគេបានប្រើចំណេះដឹងដែលគេទទួលបានពីសាលាវឹកវើមកអនុវត្តលើភូមិសាស្ត្រជាក់ស្ដែងអនុលោមតាមភូមិសាស្ត្រពិតនិងច្នៃប្រឌិតជាយុទ្ធសាស្ត្របង្កប់ខ្លួនពួនក្នុងព្រៃដើម្បីពួនស្ទាក់វាយសង្គ្រោះពួកខ្មាំងបានយ៉ាងចាស់ដៃគេបានសិក្សាភូមិសាស្ត្រនិងរៀបចំសមរភូមិបោកបញ្ឆោតដើម្បីទប់ស្កាត់ការឈ្លានពានដែលមានចំនួនច្រើនដ៏សន្ធឹកសន្ធាប់របស់ទ័ពសត្រូវស្មារតីស្នេហាជាតិបានធ្វើឲ្យទាហានគ្រប់រូបប្រែក្លាយជាកំពែងដាច់ថែបដ៏រឹងមាំដែលមិនអាចរំលាយបានមេឃចិត្តភ្លឺសំឡេងកាំភ្លើងធំចាប់ដើមបន្លឺឡើងរំពងព្រៃញ័រដីនិងញាប់ភ្នំនេះគឺជាការវាយលុកចុងក្រោយរបស់សត្រូវហើយ
សុភ័ក្រដឹកនាំក្រុមវាយឆ្មក់ពីខាងក្រោយការប្រយុទ្ធគ្នាដ៏សាហាវបានកើតឡើងជាច្រើនថ្ងៃរាប់កំភ្លើងបាញ់ស្រោចដូចភ្លៀងប៉ុន្តែក្រុមរបស់សុភ័ក្រមិនងាកថយក្រោយឡើយដោយសារភាពអង់អាចនិងយុទ្ធសាស្ត្រដ៏វៃឆ្លាតពួកគេអាចរុញច្រានសត្រូវឲ្យដកថយចេញពីខ្សែបន្ទាត់ព្រំដែនវិញបានទាំងស្រុងសន្តិភាពពេលនោះត្រូវបានធានាដោយជ័យជំនះទោះតែការលះបង់របស់កងទ័ពដ៏ក្លាហាននិងស្ម័គ្រស្មោះចំពោះជាតិមាតុភូមិនៃប្រជាជាតិកម្ពុជាយើងក្រោយចប់សមរភូមិសុភ័ក្ររងរបួសត្រង់ស្មាក្នុងទ្វេពេលកំពុងសម្រាកក្នុងមន្ទីរពេទ្យយោធាគេបានទទួលដំណឹងថាប្រទេសជិតខាងបានយល់ព្រមដកទ័ពនិងគោរពតាមខ្សែបន្ទាត់ព្រំដែនអន្តរជាតិស្នាមរបួសលើរាងកាយរបស់គេមិនមែនជាការឈឺចាប់ឡើយប៉ុន្តែវាគឺជាមេដាយនៃកិត្តិយសដែលបញ្ជាក់ថាគេបានបំពេញតួនាទីជាកូនខ្មែរដ៏ល្អនិងជាយោធាគំរូម្នាក់ដែលធ្លាប់បានតស៊ូការពារជាតិហើយការលះបង់របស់គេបានស្ថិតនៅក្នុងប្រអើបេះដូងរបស់ពលរដ្ឋខ្មែរគ្រប់រូបព្រោះគេបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់ប្រជាជនរាប់លាននាក់និងរក្សាបាននូវបូរណភាពទឹកដីជូនជាតិមាតុភូមិកម្ពុជារបស់គេបន្ទាប់ពីស្រុកទេសបានសន្តិភាពនិងសុខសាន្តត្រាឡានយោធាបានដឹកយុទ្ធជនគ្រប់គ្នាវិលត្រឡប់មកភូមិកំណើតវិញដើម្បីបានជួបជុំក្រុមគ្រួសារសុភ័ក្របានចុះពីឡានហើយបានដើរតាមផ្លូវលំដែលធ្លាប់ចាក់ចេញកាលពី2ឆ្នាំមុននៅខាងមុខផ្ទះស្លឹកដ៏តូចរបស់ខ្លួនដដែលនោះសុភ័ក្រកំពុងឈរពីអ្នកកូនតូចតែគេងក្នុងអង្រឹងការព្រាឪពុកចេញទៅហើយឥឡូវនេះអាចនឹងដើរបានតេះតាស់ហើយនោះពេលឃើញប្តីព្រាមសោភាស្រក់ទឹកភ្នែកដោយក្តីរំភើបរីករាយនិងសប្បាយចិត្តហើយកូនតូចក៏ឈរត្រឹងសម្លឹងមុខឪពុកដែលគេមិនបានចាំមុខនៅពេលដែលឪពុកឃ្លាតទៅធ្វើសង្គ្រាមសុភ័ក្រលើកកូនមកថើបហើយងាកទៅសម្លឹងមើលដងទង់ជាតិដែលបក់រវិចគួរឲ្យរំភើបនៅឯសាលារៀនក្បែរផ្ទះនោះព្រមទាំងមានស្នាមញញឹមនិងមោទនភាពបំផុតហើយបាននិយាយទៅកាន់សោភាជាប្រពន្ធថាអូនសម្លាញ់បងបានវិលមកវិញមកជួបជុំអូននិងកូនតាមសន្យាហើយបងសុំទោសចំពោះពេលវេលាកន្លងបងមិនបានមើលថែអូននិងកូនឲ្យបានល្អប្រសើរហើយពីថ្ងៃនេះទៅបងសន្យាថានឹងមើលថែអូននិងកូនឲ្យមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តរៀងទៅវីរភាពមិនមែននៅត្រង់ការស្លាប់ទេប៉ុន្តែនៅត្រង់ការការពារនៅអ្វីដែលយើងស្រឡាញ់បំផុតឲ្យបានគង់វង្សនិងល្អប្រសើរ